ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel ចង្ក្រានថ្ងៃនេះសូមណែនាំមុខម្ហូបមួយមុខទៀតគឺការធ្វើស៊ុបគៀវតែគ្រឿងផ្សំមានដូចជាម្សៅស៊ុបផ្សិតតង្កូវឬក៏ផ្សិតក្រៀមខ្ទឹមក្រហមលីងរួចជាស្រេចមានដូចជាស្លឹកខ្ទឹមជីវងស៊ុយខ្ទឹមសហេប៊ីម្ទេសប្រេងល្ងទឹកស៊ីអ៊ីវនេះគឺជាទឹកខ្មេះចិននិងទឹកស៊ីអ៊ីវខាប់ចិនហើយក៏មានដូចជាជីឆាយសម្រាប់យើងដាក់ topping ហ្នឹងហើយចុងក្រោយតែសំខាន់ហ្នឹងគឺយើងអត់បានទេគឺគៀវតែគៀវហ្នឹងគឺជារបស់ខ្មែរយើងអូខេឥឡូវយើងធ្វើការកាត់ផ្សិតកាត់យកជើងវាចេញយើងធ្វើការកាត់វាជាចំណិតតូចដើម្បីងាយស្រួលក្នុងការស្រុះដាក់ចូលក្នុងទឹកស៊ុបយើងឥឡូវយើងយកខ្ទឹមសយកមកដាំដើម្បីចិញ្ច្រាំបន្តមកទៀតយើងធ្វើការកាត់ស្លឹកខ្ទឹមបន្តមកទៀតខ្ញុំធ្វើការកាត់ជីវ៉ាន់ស៊ុយបន្ទាប់មកយើងយកឆ្នាំងយើងមកដាំទឹកហើយទុកឲ្យវាឡើងរៀងប៉ុងបែបនេះហើយចាំយើងដាក់អំបិលមកចាប់តិចអានេះគឺជារូបមន្តយើងស្រោះគៀវកុំឲ្យវាបែកសាច់គៀវហើយយើងបន្ថែមទៅដោយប្រេងឆា2ទៅ3ស្លាបព្រាបើសិនជាទឹកច្រើនយើងដាក់3ស្លាបព្រាបើសិនជាយើងដាក់ទឹកល្មមអាចដាក់2ស្លាបព្រារឹតតែល្អយើងរក្សាសីតុណ្ហភាពទឹកអត់ឲ្យពុះទេរក្សាធ្វើម៉េចភ្លើងយើងដាក់ផ្ងំល្មមហើយចាំយើងបង់គៀវចូល
ពេលបង់ភ្លាមបង់គៀវចូលក្នុងផ្ទះភ្លាមឬក៏ឆ្នាំងភ្លាមហ្នឹងកុំតន់អាចយកវេយតកូខ្លាចដាច់ស្បែកគៀវទុកឲ្យវារៀងដែកបន្តិចចាំយើងយកវេយតកូបន្ទាប់មកយើងត្រៀមទឹកមួយកូនចានហើយដោយចាក់ពាក់កណ្ដាលម្ដងចូលអញ្ចឹងឥឡូវខ្ញុំធ្វើការចាក់ទឹកពាក់កណ្ដាលនៃកូនចានចូលហើយធ្វើការកូរវាបន្តិចឲ្យវាចូលសព្វជាមួយនឹងគៀវអានេះគឺយើងរក្សាធ្វើម៉េចឲ្យគៀវហ្នឹងវាឆ្អិនស្មើដៃគ្នាល្អបើសិនជាយើងទុកឲ្យរៀងក្តៅខ្លាំងសាច់គៀវហ្នឹងវាអាចនឹងបែកបានប្រហែល1នាទីយើងធ្វើការចាក់ទឹកកន្លះកូនចាននៅសល់ចូលបន្ថែមហើយយើងទុកវាចោល2នាទីជាការស្រេចអូខេ2នាទីបានកន្លងផុតទៅហើយឥឡូវយើងធ្វើការដួសយកគៀវចេញអូខេសូមមកពិនិត្យមើលសាច់គៀវយើងទាំងអស់គ្នាគឺឆ្អិនស្មើដៃគ្នាល្អអត់មានបែកសាច់ទេបន្ទាប់មកយើងធ្វើការស្រោះផ្សិតក្រៀមយើងឬផ្សិតតង្កូវនឹងយើងស្រោះវាប្រហែល2នាទីហើយចាំយើងលើកឡើងដាក់ចូលទៅក្នុងចានរបស់យើងឥឡូវនេះយើងធ្វើការបេះជីឆាយឬក៏សារាយខ្មៅដាក់ចូលក្នុងចានគោមបន្ទាប់មកយើងធ្វើការបង់ស្លឹកខ្ទឹមបន្តិចខ្ទឹមសចិញ្ច្រាំបន្តិចជីវ៉ាន់ស៊ុយកាត់ហើយបន្តិចហើយជាមួយនឹងហេប៊ីយើងក៏អាចដាក់ម្ទេសចូលបន្តិចផងដែរគ្រាន់តែកូនខ្ញុំអត់ញ៉ាំអញ្ចឹងខ្ញុំធ្វើការដកម្ទេសចេញបន្ទាប់មកយើងដាក់ខ្ទឹមក្រហមរំលីងចូលជាមួយនឹងផ្សិតតង្កូវឬក៏ផ្សិតក្រៀមដែលយើងបានស្រោះហើយបន្ទាប់មកយើងធ្វើការចាក់ទឹកខ្មេះចិនចូលចំនួន1ស្លាបព្រាបាយបន្តមកទៀតយើងធ្វើការចាក់ទឹកស៊ីអ៊ីវចូលចំនួន1ស្លាបព្រាបាយហើយបន្តមកទៀតយើងចាក់ប្រេងល្ងចូលចំនួន1ស្លាបព្រាបាយទឹកស៊ីអ៊ីវខាប់ចំនួន1ស្លាបព្រាកាហ្វេយើងក៏អាចបន្ថែមម្រេចបន្តិចផងដែរបន្ទាប់មកយើងដាក់ម្សៅស៊ុបបន្តិច
ដាក់ទឹកស្រស់គៀវយើងចំនួនមួយកូនចានចូលដើម្បីឲ្យទឹកស៊ុបនិងគ្រឿងរបស់យើងនឹងចូលគ្នាបានល្អមុននឹងដាក់គៀវចូលអូខេហើយយើងធ្វើការដាក់គៀវចូលបន្ថែមទឹកប្រហែលមួយកូនចានកន្លះបន្ថែមដែលខ្ញុំចូលចិត្តខ្ទឹមក្រហមរំលីងខ្ញុំដាក់ចូលបន្ថែមទៀតហើយជាមួយនឹងស្លឹកខ្ទឹមបន្ថែមបន្តិចអូខេស៊ុបគៀវរបស់យើងរួចរាល់ហើយដោយសារតែអាកាសធាតុសប្តាហ៍ថ្ងៃនេះរៀងចុះត្រជាក់ទើបយើងធ្វើស៊ុបគៀវនេះដើម្បីកាត់បន្ថយអាការៈផ្ដាសាយហើយសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹងវីដេអូរបស់ខ្ញុំសូមជួយ Subscribe និង Like Channel របស់យើងម្នាក់មួយផងអរគុណ